នេះបានសំជាក្រុមកំពូលតារាងមែនបាសេឡូណាប្រើពេលតែ4នាទីទេចុងម៉ោងសុទ្ធ2គ្រាប់ទៅលើក្រុមអេស្ប៉ាញ៉ុលនាំឲ្យពួកគេមានពិន្ទុកាន់តែច្រើនលើសពីរៀលម៉ាឌ្រីតដល់ទៅ7ពិន្ទុឯណោះពេលនេះបាសេឡូណាមាន49ពិន្ទុរៀលម៉ាឌ្រីត42ប៉ុន្តែរៀលម៉ាឌ្រីតនៅសល់មួយប្រកួតបាទចំណុចមួយប្រកួតរៀលម៉ាឌ្រីតត្រូវជួបជាមួយនឹងរៀលបេទីសយប់នេះម៉ោង10:15នាទីខ្ញុំអធិប្បាយបងប្អូនបាទប៉ុន្តែយ៉ាងណាក៏សរសើរបាសេឡូណាឆ្លៀតសុទ្ធចុងម៉ោង4នាទីដាក់បាន2គ្រាប់បាទគ្រាប់ទី1គឺដេនីអុលម៉ូនាទីទី86គ្រាប់ទី2គឺរ៉ូបឺតលេវ៉ាន់ដូស្គីបាទពីរគ្រាប់នេះគឺនាំឲ្យបាសេឡូណាកាន់តែមានពិន្ទុច្រើនជាងក្រុមលេខ2ក្រុមលេខ3បាទក្រុមលេខ2រៀលម៉ាឌ្រីតក្រុមទី3នោះគឺវីឡារៀលបាទវីឡារៀលអញ្ចឹងការប្រយុទ្ធមិញនេះបាសេឡូណាធ្វើបានល្អមែនទែនបាទគ្រាន់តែគ្រប់គ្រងបាល់ហ្នឹង30%ទល់នឹង70%ទៅហើយបាសេឡូណា70%សុទ្ធ15ជើងបាទសម្រាប់បាសេឡូណាហើយក្រុមអេស្ប៉ាញ៉ុលសុទ្ធ14ជើងតែការចំគោលដៅបាសេឡូណាចំគោលដៅ6អេស្ប៉ាញ៉ុលចំគោលដៅ7អេស្ប៉ាញ៉ុលសុទ្ធដែរឡើងសភ្នែកបាសេឡូណាតម្រាំតែបាសេឡូណាឈ្នះ 2-0 ហ្នឹងវេទនាដែរអេស្ប៉ាញ៉ុលបុកទៅហើយតែបុកអត់ធ្លុះបាសេឡូណាមកវិញចុងម៉ោង2គ្រាប់ទល់នឹង0ត្រឹមតែ4នាទីទេបាទអញ្ចឹងអបអរសាទរសម្រាប់3ពិន្ទុបន្ថែមទៀតនាំឲ្យពួកគេមានកម្រិតពិន្ទុពីក្រុមរៀលម៉ាឌ្រីតដល់ទៅ7ពិន្ទុអញ្ចឹងរៀលម៉ាឌ្រីតត្រូវតែហូបចុកទៅលើក្រុមនៃរៀលបេទីសបាទជាដាច់ខាតយប់នេះម៉ោង10:15នាទីរៀលម៉ាឌ្រីតត្រូវតែហូបចុកទៅលើរៀលបេទីសជាដាច់ខាតដើម្បីឲ្យមានពិន្ទុបាទគៀកជាមួយនឹងបាសេឡូណាវិញបាទបើសិនជាឈ្នះទៅលើរៀលបេទីសយប់នេះរៀលម៉ាឌ្រីតនឹងមានពិន្ទុនៃចាញ់ពិន្ទុក្រុមបាសេឡូណាតែ4ពិន្ទុទេបើសិនជាឈ្នះទៅលើបេទីសយប់នេះរៀលម៉ាឌ្រីតនឹងមាន45ពិន្ទុបាសេឡូណា49ពិន្ទុអញ្ចឹងនឹងគៀកគ្នាបាទអញ្ចឹងចាប់ជួបគ្នានៅក្នុងយប់នេះខ្ញុំអធិប្បាយក្រុមរៀលម៉ាឌ្រីតជួបជាមួយនឹងរៀលបេទីសនៅ ICTS Sport ម៉ោង10:15នាទី